សូមជំរាបសួរបងប្អូនក៏ដូចជាមិត្តភ័ក្តិដែលកំពុងតែនៅក្នុង channel Facebook បាទថ្ងៃនេះក្រោយពេលដែលបាយអាហារថ្ងៃត្រង់ហើយមកសម្រាប់បាទតែងតែធ្វើការចង់ជជែកលេងជាមួយនឹងមិត្តភ័ក្តិទាំងអស់គ្នាបាទហើយថ្ងៃមុនក៏បានលើកជាសំណួរមួយនៅក្នុង Facebook account ផ្ទាល់របស់ខ្ញុំតែម្ដងខ្ញុំបានលើកជាសំណួរមួយពាក់ព័ន្ធជាមួយនឹងអ្វីជាប្រធានអគ្គនាយកបាទសំណួរនេះគឺមាននៅក្នុង Facebook របស់ខ្ញុំដែលខ្ញុំលើកសួរថាអ្វីជាប្រធានអគ្គនាយកហើយក៏សូមអរគុណទាំងមិត្តភ័ក្តិក៏ដូចជាថ្នាក់ដឹកនាំក៏ដូចជាលោកគ្រូផ្ទាល់បាទគាត់បានចែករំលែកជាចម្លើយជាច្រើននៅក្នុងផ្ដល់ជា comment ជាច្រើនបាទ comment អត់ជាធៀបចូលហើយក៏មើលឃើញថាពាក្យខ្លះក៏ជាពាក្យលេងសើចពាក្យខ្លះក៏ជាពាក្យបកស្រាយបែបលក្ខណៈ logical ដែរបាទតែពិតទៅសំណួរនេះខ្ញុំមិនមានចេតនាអីចង់ដេញដោលសួរនាំឲ្យច្រើនទេដោយសារតែខ្ញុំអាននៅយុទ្ធសាស្ត្រមួយនេះបងប្អូនអ្នកគ្នាបាទខ្ញុំអាននៅយុទ្ធសាស្ត្រស្ដីពីការកែតម្រង់គ្រប់គ្រងសហគ្រាសសាធារណៈហើយនៅក្នុងទំព័រទី2នៅពេលដែលអានទៅគឺគេប្រើពាក្យមួយនេះគេថាកិច្ចការប្រតិបត្តិប្រចាំថ្ងៃនៃសហគ្រាសសាធារណៈត្រូវបានដឹកនាំនិងគ្រប់គ្រងដោយអគ្គនាយកឬប្រធានអគ្គនាយកខ្ញុំដាក់ question មួយថាប្រធានអគ្គនាយកជាអ្វីជានរណាបាទខ្ញុំដាក់ question ហ្នឹងហើយពេលក្រោយពេលដែលខ្ញុំដាក់ question ហ្នឹងខ្ញុំក៏បានទៅឆែកមើលទៅលើសទានុក្រមនៅក្នុងយុទ្ធសាស្ត្រនេះនៅផ្នែកចុងក្រោយនៃសទានុក្រមក៏ព្យាយាមស្វែងរកដែរនៅពាក្យហ្នឹងហើយក៏រកអត់ឃើញបាទក៏រកអត់ឃើញហើយបន្តមកទៀតក៏បានព្យាយាមអានបន្តទៅមុខទៀតបាទក្រោយពេលដែលព្យាយាមអានប្រហែលជាខ្ទង់6 7តពបន្ថែមទៀតក៏បានជួបពាក្យហ្នឹងបាទគេបានបកស្រាយថាសហគ្រាសសាធារណៈឬក៏ស្ថាប័នមួយមានអគ្គនាយកដែលមានតួនាទី2ក្នុងពេលតែមួយមានន័យថាអគ្គនាយកដើរតួជាប្រធានក្រុមប្រឹក្សាភិបាលផងនិងដើរតួជាអគ្គនាយកដឹកនាំកិច្ចការប្រចាំថ្ងៃផងនោះគេហៅថាប្រធានអគ្គនាយកបាទអាហ្នឹងគឺអញ្ចឹងបងប្អូនគ្នាបាទគឺអញ្ចឹងវាធ្វើឲ្យខ្ញុំពាក្យហ្នឹងគឺវា surprise វាចម្លែកដែរប៉ុន្តែនៅពេលដែលយើងជួបពាក្យហ្នឹងទៅគឺយើងអាចសិក្សាឆ្វេងយល់គឺយើងយល់មែនបាទគឺគេធ្លាប់ប្រើប្រាស់ពាក្យហ្នឹងមែននៅក្នុងទីផ្សារសាជីវកម្មក៏ដូចជាពាក់ព័ន្ធជាមួយនឹងសហគ្រាសសាធារណៈផ្សេងៗបាទគេប្រើពាក្យហ្នឹងមែនមានន័យថាបុគ្គលម្នាក់ហ្នឹងគឺគាត់ដើរតួជាប្រធានក្រុមប្រឹក្សាភិបាលផងគាត់ដើរតួជាអគ្គនាយកផងបាទនៅក្នុងពេលតែមួយបាទនៅក្នុងពេលតែមួយអញ្ចឹងគេឲ្យឈ្មោះគាត់ថាជាប្រធានអគ្គនាយកអញ្ចឹងក៏សូមអរគុណដល់មិត្តភ័ក្តិលោកគ្រូក៏ដូចជាថ្នាក់ដឹកនាំដែលបាន comment នៅក្នុងវីដេអូមុនទោះបីថា comment ក្នុងក្របខ័ណ្ឌថាលេងសើចក៏ដោយ comment ក្នុងក្របខ័ណ្ឌ logic ក៏ដោយក៏ជាការផ្ដល់នៅមតិយោបល់ដែរ